ស្វាគមន៍មកកាន់ការបកស្រាយរបស់យើងថ្ងៃនេះយើងនឹងលើកយករឿងរ៉ាវប្រវត្តិសាស្ត្រដ៏ជក់ចិត្តនិងពោពេញដោយការលះបង់នៅពីក្រោយទិវាទី1ឧសភាមកជជែកគ្នាយើងនឹងមើលថាតើវិវាទការងារនៅកន្លែងតូចមួយបានរៀលដាល់ខ្ល้ายជាព្រឹត្តិការណ៍សកលដែលគេប្រារព្ធជារៀងរាល់ឆ្នាំបានដោយរបៀបណានេះជារួមទៅវាមានរឿងរ៉ាវលាក់កំបាំងច្រើនណាស់មិនមែនគ្រាន់តែជាថ្ងៃជប់សម្រាប់ធម្មតានោះទេរឿងដែលរៀងកំឡាញ់បន្តិចហើយក៏ជាអថកំបាំងមើលដែរនោះគឺទីវានេះត្រូវបានគេប្រារព្ធស្ទើរតែគ្រប់ទិសទីទូទាំងពិភពលោកដើម្បីផ្ដល់កិត្តិយសដល់កម្មករនៅអាមេរិកប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯងផ្ទាល់បែរជាយកខែកញ្ញាដើម្បីធ្វើទិវាពលកម្មទៅវិញហេតុអីបានជាអញ្ចឹងតោះទៅស្វែងយល់ទាំងអស់គ្នាអញ្ចឹងយើងនឹងធ្វើដំណើរតាមរបៀបវារៈទាំង5នេះទី1តាមកំណើតនៅ Chicago ទី2សោកនាដកម្ម Haymarket Square ទី3ការក្លាយជាទិវាអន្តរជាតិទី4នៃមិត្តសញ្ញាកាមូខេរបស់បារាំងនិងចុងក្រោយគឺការប្រារព្ធទិវានេះជុំវិញពិភពលោកចូលដល់ផ្នែកទី1គឺដំកំណត់នៅទីក្រុង Chicago តែម្ដងរឿងនេះវាផ្ដើមឡើងនៅក្រោយសង្គ្រាមស៊ីវិលអាមេរិកកាលនោះឧស្សាហកម្មរីកចម្រើនលឿនពេកធ្វើឲ្យកម្មកររាប់សែននាក់ត្រូវធ្វើការលំបាកខ្លាំងមែនទែនគឺដល់ទៅ60ម៉ោងឯណោះក្នុងមួយសប្ដាហ៍ស្ថានភាពបែបនេះវាមិនអាចបន្តបានទេអញ្ចឹងហើយទើបនៅឆ្នាំ1884សហព័ន្ធពលកម្មបានចេញសេចក្តីសម្រេចទាមទារឲ្យធ្វើការត្រឹមតែ8ម៉ោងក្នុងមួយថ្ងៃគេរើសយកថ្ងៃទី1ឧសភាឆ្នាំ1886ព្រោះវាជាថ្ងៃ Moving Day ឬថ្ងៃប្តូរកិច្ចសញ្ញាធម្មតាពេលថ្ងៃនោះមកដល់កម្មករជាង400,000នាក់បាននាំគ្នាធ្វើកូដកម្មហើយនៅថ្ងៃទី3ឧសភាការប៉ះទង្គិចគ្នាយ៉ាងហិង្សាក៏បានផ្ទុះឡើងនៅរោងចក្រ McCormick ក្នុងទីក្រុង Chicago ហើយបេះដូងនៃការទាមទារទាំងអស់នេះគឺមានតែមួយគត់នោះគឺលេខ8នេះឯងវាជាចំណុចកណ្ដាលដែលបង្រួបបង្រួមកម្លាំងកម្មករទាំងអស់រូបមន្តលេខ3ដ៏សាមញ្ញនេះគឺអស្ចារ្យណាស់ធ្វើការ8ម៉ោងគេង8ម៉ោងនិងមានពេលផ្ទាល់ខ្លួន8ម៉ោងពាក្យស្លោកនេះល្បីខ្លាំងរហូតដល់គេនាំគ្នាធ្វើផ្លាកត្រីកោណពណ៌ក្រហមពីស្បែកសម្រាប់ពាក់ជាប់អាវដើម្បីបង្ហាញពីកម្លាំងសាមគ្គីរបស់ពួកគេទៀតផងឈានចូលដល់ផ្នែកទី2ដែលជារឿងដ៏សោកសៅនិងហិង្សានៅទីលាន Haymarket មើលរូបគំនូរប្រវត្តិសាស្ត្រនេះទៅវាពិតជាច្របូកច្របល់ណាស់មែនទែនតាមពិតទៅនៅរាត្រីថ្ងៃទី4ឧសភាដែលកំពុងតែមានភ្លៀងធ្លាក់នោះពីដំបូងគ្រាន់តែជាការតវ៉ាដោយសន្តិវិធីសោះតែស្រាប់តែមានជនមិនស្គាល់មុខម្នាក់គប់គ្រាប់បែកចូលទៅក្នុងជួររណាំងប៉ូលីសធ្វើឲ្យស្ថានភាពប្រែជាការបង្ហូរឈាមភ្លាមតែម្ដងបើយើងមើលតាមលំដាប់លំដោយគឺវាកាត់ឡើងលឿនមែនទែនដំបូងអភិបាលក្រុងដែលនៅនឹងផ្ទាល់ប្រាប់ថាស្ងាត់ល្អទេគ្មានអីគួរឲ្យបារម្ភទេតែស្រាប់តែមេប៉ូលីសបញ្ជាឲ្យរំសាយហ្វូងមនុស្សដោយបង្ខំគ្រាន់តែបញ្ជាភ្លាមគ្រាប់បែកក៏ផ្ទាល់ឡើងហើយប៉ូលីសក៏ចាប់ផ្ដើមបានប្រហារសន្តាប់ជលបាតកោព្រឹត្តិការណ៍នេះបានឆក់យកជីវិតទាំងប៉ូលីសទាំងបាតកោយ៉ាងសោកសៅបំផុតអ្វីដែលកាន់តែយុត្តិធម៌នោះគឺក្រោយមកមានបុរស5នាក់ត្រូវបានចាប់និងកាត់ទោសប្រហារជីវិតផ្អែកតាមប្រភពប្រវត្តិសាស្ត្រតុលាការហាក់ដូចជាលំអៀងនិងកាត់ទោសពួកគេដោយអត់មានភស្តុតាងសម្បេបន្តិចដែលបញ្ជាក់ថាពួកគេពាក់ព័ន្ធនឹងគ្រាប់បែកនោះរឿងនេះគឺអាជ្ញាធរគ្រាន់តែចង់យកលេសបង្ក្រាបចលនាកម្មករប៉ុណ្ណោះដែលក្រោយមកសម្បីតែអភិបាលរដ្ឋក៏បានចេញមុខថ្កោលទោសរឿងនេះដែរមុនពេលត្រូវគេប្រហារជីវិតលោក August Spice បាននិយាយប្រយោគមួយឃ្លានេះដែលចែកដោតមែនទែនគាត់បានប្រៀបធៀបចលនានេះទៅនឹងភ្លើងក្រោមដីដែលគ្មាននរណាអាចពន្លត់បានឡើយហើយពាក្យសម្ដីនេះឯងដែលបានប្រែក្លាយការបាត់បង់ជីវិតរបស់ពួកគេទៅជាកម្លាំងរុញច្រានយ៉ាងធំធ្វើឲ្យកម្មករទូទាំងពិភពលោកក្រោកឈរឡើងផ្នែកទី3របៀបដែលចលនានៅអាមេរិកក្លាយជាទិវាអន្តរជាតិនៅទូទាំងពិភពលោកនេះហើយជាចម្លើយនៃសំណួរដើមរបស់យើងប្រធានាធិបតីអាមេរិកកាលនោះលោក Grover Cleveland ដោយសារតែខ្លាចឥទ្ធិពលនឹងការចងចាំពីកបកម្មក៏សម្រេចចិត្តបដូរទិវាពលកម្មរបស់អាមេរិកទៅធ្វើនៅខែកញ្ញាវិញប៉ុន្តែសម្រាប់ពិភពលោកទាំងមូលគេបែរជាយកថ្ងៃទី1ឧសភានឹងឯងដើម្បីជាការគោរពនិងចងចាំដល់ការលះបង់របស់កម្មករនៅ Chicago ហើយរូបភាពនៅលើកាសែតសហជីពបារាំងនាសម័យនោះបង្ហាញច្បាស់មែនទែនអំពីការយកឃើញនេះគេប្រើប្រាស់គំនូរបែបនេះដើម្បីអំពាវនាវរកសាមគ្គីភាពអន្តរជាតិផងនិងដើម្បីទាមទារសិទ្ធិទទួលបានពេលវេលាសម្រាប់នៅជាមួយគ្រួសារផងដែលវាស្របទៅនឹងការទាមទារធ្វើការ8ម៉ោងនោះឯងបន្ទាប់មកចលនានេះបានរៀលដាល់លឿនដោយភ្លើងឆេះព្រៃផ្ដើមចេញពីសន្និបាតអន្តរជាតិទី2នៅប៉ារីសដែលស្នើឲ្យប្រារព្ធថ្ងៃនេះរហូតឈានដល់មានវត្តកម្មសកលជាលើកដំបូងនៅឆ្នាំ1990តែយ៉ាងណាការតស៊ូតែងតែជួបឧបសគ្គដោយនៅតែមានការបង្ក្រាបហិង្សាថ្មីបន្តទៀតដូចជាសូកនាដកម្មបាញ់ប្រហារនៅទីក្រុងហ្វូមីប្រទេសបារាំងនិងកោដកម្មភូមិនៅអាមេរិកជាដើមចូលដល់ផ្នែកទី4យើងមកញ៉ៃពីផ្កាមុខកែតនិងប្រពៃណីដ៏ស្រស់ស្អាតនៅប្រទេសបារាំងវិញម្ដងការវិវត្តនៃនិមិត្តសញ្ញានៅប្រទេសបារាំងគឺគួរឲ្យចាប់អារម្មណ៍ណាស់
ពីដំបូងគេពាក់ប្រៃកោងក្រហមដោយនៅអាមេរិកដែរក្រោយមានមនុស្សស្លាប់នៅ Formi គេក៏បដូរមកពាក់ផ្កាអេក្លាន់ធីនពណ៌ក្រហមដើម្បីជាការឧទ្ទិសដល់ឈាមដែលបានបង្ហូរប៉ុន្តែទីបំផុតនៅឆ្នាំ1907ផ្កា Muget ពណ៌សរៀងដូចកំដឹងតុយៗនេះក៏បានคล้ายជានិមិត្តសញ្ញាដ៏ពេញនិយមនៅបន្តប្រើរហូតមកដល់សប្តាហ៍ថ្ងៃតែដឹងអត់តាមពិតទៅប្រពៃណីជូនផ្កា Muget នេះមិនមែនទើបតែមានទេគឺមានតាំងពីសម័យស្ដេច Charles ទី9ក្នុងឆ្នាំ1560ម្លេះគ្រាន់តែពេលនោះវាជារបៀបដែលរាជវង្សានុវង្សប្រារព្ធការមកដល់នៃរដូវផ្ការីកប៉ុណ្ណោះសូម្បីតែប្រវត្តិសាស្ត្រក៏មានភាពបត់បែនបែបនេះដែរបើងាកមកមើលរឿងនយោបាយវិញក៏ស្មុគស្មាញមិនធម្មតាដែរផ្អែកតាមប្រភពគឺនៅក្នុងរបប Vichy កំឡុងពេលសង្គ្រាមលោកលើកទី2ក្នុងឆ្នាំ1541ឯណោះទើបថ្ងៃទី1ឧសភាត្រូវបានរដ្ឋាភិបាលប្រកាសជាថ្ងៃឈប់សម្រាក Fête du Travail ជាផ្លូវការមុននឹងក្លាយជាថ្ងៃឈប់សម្រាកដែលមានប្រាក់ឈ្នួលពេញលេញនៅឆ្នាំ1548ថ្ងៃទី5តោះឥឡូវយកមើលការប្រារព្ធទិវានេះជុំវិញពិភពលោកនាសម័យទំនើបវិញម្ដងការរៀបចំទិវានេះមានភាពចម្រុះទៅតាមប្រទេសនីមួយៗមែនទែនដោយដឹងស្រាប់ហើយអាមេរិកនិងកាណាដាចុកខែកញ្ញានៅជប៉ុនវាចូលក្នុងសប្តាហ៍ឈប់សម្រាក Golden Week នៅអាមេរិកឡាទីនគេផ្ដោតខ្លាំងលើការជួបជុំទាមទារសិទ្ធិការងារចំណែកឯនៅអង់គ្លេសវិញគេបានបដូរថ្ងៃនេះទៅជាថ្ងៃច័ន្ទដំបូងនៃខែឧសភាវិញគឺថាបត់បែនទៅតាមវប្បធម៌និងនយោបាយក្នុងស្រុកតែម្ដងហើយបើយើងមើលទៅលើតនន័យប្រវត្តិសាស្ត្រដោយអបជាក្រិតយើងក៏ឃើញថាដោយសារតែអំណាចនៃការរួបរวมរបស់កម្មករទិវានេះធ្លាប់ជាមុខសញ្ញានៃការគៀបសង្កត់ផងដែររដ្ឋាភិបាលផ្ដាច់ការនិងស្ថាបនិយមមួយចំនួននៅអឺរ៉ុបកាលពីសតវត្សរ៍ទី20ធ្លាប់បានព្យាយាមហាមឃាត់និងលុបបំបាត់ថ្ងៃនេះចោលទៀតផងអញ្ចឹងសរុបសេចក្តីមកទោះបីជាមានការប្រែប្រួលនិងបង្ហាញចេញតាមវប្បធម៌ខុសៗគ្នាយ៉ាងណាក៏ដោយក៏ទិវាពលកម្មអន្តរជាតិនៅតែរក្សាគោលដៅឈ្នួលរបស់ខ្លួនជានិច្ចនោះគឺការអបអរសមិទ្ធផលសង្គមដ៏ធំធេងដែលផ្ដើមចេញពីការតស៊ូទាមទារការងារ8ម៉ោងតាំងពីឆ្នាំ1886នោះឯងជាចំបញ្ចប់សំណួរសួរថាតើការវិវត្តពីកបកម្មបង្ហូរឈាមនៅ Chicago រហូតដល់ក្លាយជាការជូនផ្កាពណ៌សដ៏ស្រស់ស្អាតនៅបារាំងនេះបង្រៀនយើងពីអ្វីខ្លះប្រកបណាស់វាបង្ហាញឲ្យឃើញពីការតស៊ូឲ្យឈប់ឈរនិងការបត់បែននៃប្រវត្តិសាស្ត្រដែលរំលឹកយើងឲ្យចេះយល់ពីតម្លៃនៃការងារក្នុងសង្គមទំនើបអរគុណសម្រាប់ការតាមដានការបកស្រាយរបស់យើងនៅថ្ងៃនេះសង្ឃឹមថាយើងទាំងអស់គ្នានឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមជួបគ្នាពេលក្រោយ